ចាជំរាបសួរបងប្អូនថ្ងៃនេះមកចែករំលែកបន្តិចបន្តួចទាក់ទងជាមួយនឹងលក្ខខណ្ឌនៃការដែលយើងអាចមានសិទ្ធិដាក់សុំសិទ្ធិជាតិបានណាអញ្ចឹងសម្រាប់អ្នករស់នៅស្រុកបារាំងបងប្អូនពេលខ្លះយើងឃើញតែគាត់រស់នៅ4-10ឆ្នាំហើយហេតុអ្វីគាត់អត់មានសិទ្ធិជាតិទៅក៏គាត់នៅតែប្រើគេហៅ titre de séjour រយៈពេល5ឆ្នាំឬរយៈពេល10ឆ្នាំដោយសារគាត់អត់គ្រប់លក្ខខណ្ឌក្នុងការដាក់សុំសិទ្ធិជាតិឬក៏គាត់ដាក់ហើយគាត់ដាក់អត់ជាប់បងប្អូនអញ្ចឹងលក្ខខណ្ឌអ្វីដែលខ្ញុំគិតថាសុខខ្លាំងជាងគេនឹងគឺលើភាសាបងប្អូនព្រោះដើម្បីយើងដាក់បានមានសិទ្ធិដាក់សុំពាក្យដាក់ពាក្យសុំសិទ្ធិជាតិបានតើយើងកម្រិតភាសាគេហៅ niveau B1 កាពិត niveau វាមានចាប់ពី A1 A2 B1 B2 C1 C2 C2 នោះដូចថាលក្ខណៈគ្រូហើយបងប្អូន C1 នោះដូចថាលក្ខណៈគេចេះដឹងបន្ទាប់ពីគ្រូអញ្ចឹងហើយ B2 នោះគឺគេនេះហើយ fluent ហើយ B1 គឺលក្ខណៈមធ្យមតែមធ្យមយើងនិយាយស្ដាប់បាននឹងបាននិយាយអីទាំងអស់ communicate អីបានទាំងអស់អញ្ចឹងណាហើយវាមិនទាំងអស់ប៉ុន្តែយើងបាន90%បើធៀបជាមួយនឹងអ្នកគេចេះ100%តែម្ដងអញ្ចឹងកម្រិតហ្នឹងគឺជាកម្រិតមិនងាយក្នុងការយកបងប្អូនហើយយើងដូចយើងដឹងស្រាប់ហើយភាសាបារាំងដូចភាសាអង់គ្លេសទេតោះតាយើងនិយាយថាវាមានវគ្គមានវិជ្ជាករអីញ៉ៃញ៉ៃការផ្លាស់ប្ដូរហើយមានការត្រូវឆុងឆ្មងការ particular ច្រើនអញ្ចឹងសម័យខ្ញុំក៏រៀនអត់តចេះដែរនិយាយក៏អត់តត្រូវជ្រុងដែរហើយអញ្ចឹងទៅបើសិនជាបងប្អូនគណៈដែលរស់នៅណេះគាត់ក្នុងការគាត់ធ្វើការងារជាប្រចាំគាត់រស់នៅថាគាត់រស់នៅ10-20ឆ្នាំក៏ដោយតែគាត់អត់បានអនុវត្តអត់បានរៀនបែបលក្ខណៈគេហៅថាចូលសាលាឬក៏គាត់បុកខ្លាំងខ្លួនគាត់ឲ្យថាយើងរៀនភាសាថ្មីតែហ្មងបងប្អូនគឺអត់ងាយនេះនិយាយអីនេះគាត់ឲ្យស្ដាប់ថាពេលទៅសភាបើសិនយើងតាក់ទងជាមួយនឹងចំណេះដឹងទូទៅតាក់ទងជាមួយនឹងវប្បធម៌តាក់ទងជាមួយនឹងការនិយាយស្ដីរបស់យើងហើយជាមួយនឹងការស្ដាប់បើសិនជាបងប្អូនទាំងអស់នោះបានកម្រិតជាមធ្យមអានឹងពេលគេសភាទៅគឺយើងយល់សំណួរគេយើងអាចឆ្លើយបានខុសបន្តិចតួចក៏អត់បញ្ហាដែរអានឹងអត់អីទេយើងអាចប៉ាសេបានមិនតែមួយចំនួនធំគឺគាត់ដឹងថាគាត់អត់គ្រប់លក្ខខណ្ឌហើយធម្មតា niveau B1 ហ្នឹងមិនមែនថាឥឡូវខ្ញុំមាន B1 តើ B1 ហ្នឹងតើយើងទៅប្រឡងឲ្យបានជាសញ្ញាបត្រលក្ខណៈ international របស់គេបងប្អូនគេទទួលស្គាល់អញ្ចឹងអត់ងាយទេក្នុងការបានតើបងប្អូនតាំងចិត្តរៀនខ្លាំងហើយការរៀនដូចខ្ញុំនិយាយអញ្ចឹងគឺមិនងាយប្រហែលទេអញ្ចឹងបានលក្ខខណ្ឌនេះគឺជាលក្ខខណ្ឌធំបំផុតនៅក្នុងការដែលយើងដែលបានជាតិអញ្ចឹងហើយបើសិនយើងគ្រប់លក្ខខណ្ឌគេហើយអត់វាចង់ថា80%ដែលថាយើងជាប់ឲ្យបងប្អូនលើកនៅចាំថ្ងៃសភាទេតែពិតថ្ងៃសភាហ្នឹងជាទូទៅគេយើងត្រៀមច្រើនដែរមិនមែនត្រៀមតិចបងប្អូនតើតើយើងទៅប្រឡងបាត់ឌុបអញ្ចឹងនិយាយអស់ទៅហើយសំខាន់ជាងគេតើតើជាមួយនឹង culture វប្បធម៌ហើយក៏ list ប្រវត្តិសាស្ត្រអីរបស់បារាំងអញ្ចឹងទៅយើងត្រៀមច្រើនយើងភ័យផងអីផងហើយបើសិនជាអ្នកខ្លះគាត់និយាយសូវបានទៀតហើយគេសួរអត់សួរច្រើនទេបងប្អូនយ៉ាងចឹងគេសួរមកសំណួរពីសំណួរអស់ហើយគេអត់សួរជាគល់ទេប៉ុន្តែគាត់ថាយើងវាភ័យហើយណាមួយភាសាយើងស្ទើរឬក៏កលៈទេសៈមិនខ្ញុំមិនដឹងទេណាតែពីច្រើនគាត់ទៅសភាគាត់ច្រើនដឹងតែជាប់ហើយលក្ខខណ្ឌគាត់ថាទៅដើម្បី validate ទៅលើឃើញមនុស្សនឹងជា personal ពិតប្រាកដអីចឹងហើយការនិយាយស្អីក៏ស្ដាប់បានអីចឹងអានឹងវាសំខាន់100%ដែលបានជាប់ហើយពីគេហៅថាសភាតែសំខាន់គឺភាសាតែម្ដងអញ្ចឹងយើងបាច់អត់ឆ្ងល់ច្រើនហើយអ្នកខ្លះគាត់ថាមានមីងម៉ែឯងទៅនឹងយូរហើយចឹងមិនក៏អត់តបបានតែចិត្តយកកូនអីទៅជួលគេទៅយកអញ្ចឹងពួកមានអ្នកខ្លះគាត់ជួលគាត់មានលទ្ធភាពយកកូនគាត់បង្កើតទៅមិននៅអីចឹងទេគឺគាត់ទៅជួលជនជាតិប៉ុកគេឬក៏អ្នកណាដែលរស់ស៊ីខាងនឹងចឹងប៉ុន្តែខ្ញុំអត់ចឹងអត់ recommend ញ៉ៃខ្ញុំក៏អត់ស្គាល់គេដែរធ្លាប់ដូចគេនិយាយហើយចឹងទៅនឹងហើយវាមានភាពតឹងរ៉ឹងមែនតើហើយខ្ញុំក៏សូមសរសើរដល់បងប្អូនមួយចំនួនធំដែលគាត់ចេះភាសាច្រើនហើយគាត់បានសេចក្ដីបានអីរស់នៅចឹងណាតែភាគច្រើននិយាយអស់ទៅភាគច្រើនណាគាត់នៅរៀងនៅក្មេងៗដែរចឹងដូចថាគាត់នៅមានធម៌ពល energy ក្នុងការទៅប្រឡងក្នុងការតាំងចិត្ត motivation ខ្ពស់អីចឹងណាអាហ្នឹងគឺពិបាកដែរភាសាហ្នឹងចា៎ថ្ងៃហ្នឹងខ្ញុំចែករំលែកមកតែប៉ុណ្្នឹងទេ